ខ្ញុំសូមនិយាយរឿងមួយនៅពេលដែលអ្នកទាំងអស់គ្នាទិញសម្ភារៈគ្រឿងអេឡិចត្រូនិកមកប្រើប្រាស់នៅផ្ទះណាប្រកាសណាអ្នកទាំងអស់គ្នានឹងព្យាយាមរើសស្វែងរកឧបករណ៍ណាដែលមានគុណភាពខ្ពស់ហើយល្អដូចជាទូទឹកកកម៉ាស៊ីនបោកខោអាវឆ្នាំងដាំបាយអគ្គិសនីឬក៏ទូរស័ព្ទ laptop desktop ជាដើមប៉ុន្តែសម្ភារៈទាំងនោះប្រកាសណាគឺប្រើប្រាស់ជាមួយនឹងព្រីភ្លើងអញ្ចឹងខ្ញុំចង់សួរថាតើរាល់ដងពេលដែលអ្នកទាំងអស់គ្នាទិញព្រីភ្លើងអ្នកទាំងអស់គ្នាដែលស្វែងយល់អត់ពីព្រីភ្លើងហ្នឹងព្រោះព្រីភ្លើងនៅលើទីផ្សារមានច្រើនប្រភេទច្រើនម៉ាកហើយប្រហែលជាអ្នកទាំងអស់គ្នាមិនដែលស្វែងយល់ពី spec ឬក៏មុខងារសុវត្ថិភាពផ្សេងៗរបស់ព្រីភ្លើងហ្នឹងទេដូច្នេះហើយនៅក្នុងវីដេអូនេះខ្ញុំសូមណែនាំព្រីភ្លើងសុវត្ថិភាពមួយ model ដែលវាមានសុវត្ថិភាពនិងប្រព័ន្ធការពារខ្ពស់មែនទែនវាជាប្រភេទ safety power socket support ជាមួយនឹងថាមពលរហូតដល់ 3000 វ៉ាត់ហើយវាមានប្រភេទបំបែងខ្សែ 3 ម៉ែត្រទៅ 5 ម៉ែត្រសូមបញ្ជាក់ផងដែរថាព្រីភ្លើងនេះគឺមានលក្ខណៈពិសេសមានសុវត្ថិភាពនិងសមត្ថភាពខុសពីព្រីភ្លើងមួយចំនួនដែលមានលក់នៅលើទីផ្សារហើយគ្មាន brand ច្បាស់លាស់សម្រាប់ព្រីភ្លើងនេះគឺមានបំពាក់មកជាមួយនឹង intelligent chip ដែលជាប្រព័ន្ធការពារសុវត្ថិភាពរក្សាស្ថិរភាពនៃការសារហើយអ្វីដែលសំខាន់នោះបើយើងប្រើប្រាស់នៅក្នុងផ្ទះគឺយើងត្រូវតែគិតគូរដល់កូនឬក៏ចៅរបស់យើងដែលល្អមែនទែនព្រីភ្លើងនេះបានបំពាក់មកជាមួយនឹងមុខងារ Child Protective Safety Door គឺជាមុខងារសុវត្ថិភាពការពារដល់កុមារពីហានិភ័យដែលអាចបណ្ដាលឲ្យមានការឆក់ណាមួយដោយវាបានបំពាក់មកជាមួយសន្ទះការពារនៅតាមប្រហោងនៃព្រីភ្លើងនិងមានប្រព័ន្ធកាត់ដាច់ចរន្តនៅពេលដែលមានឧបករណ៍មុតស្រួចណាមួយដោតចូលដោយចៃដន្យអញ្ចឹងគឺវាពិតជាល្អនិងសុវត្ថិភាពមែនទែនព្រោះថាចៃដន្យយើងមើលមិនឃើញទេភាគច្រើនក្មេងៗដែលគាត់ចូលចិត្តលេងឬពើគាត់ឆ្ងល់គាត់អាចនឹងយករបស់មុតស្រួចណាមួយមកដោតនឹងព្រីភ្លើងនឹងលេងក៏ថាបានដែរអញ្ចឹងគេផលិតមកគឺគេបានគិតគូរដល់ចំណុចនឹងខ្លាំងមែនទែនក៏ប៉ុន្តែខ្ញុំនៅតែក្រើនរំលឹកថាទោះបីមានប្រព័ន្ធការពារនេះក៏ដោយក៏យើងនៅតែប្រុងប្រយ័ត្នសម្រាប់កុមារផងដែរព្រោះថាពេលខ្លះគាត់ធ្លាប់តែលក់អត់អីប៉ះចំព្រីភ្លើងដែរអីវាអាចបង្កជាបញ្ហាអញ្ចឹងខ្ញុំសូមចូលចំណុចបន្ទាប់សម្រាប់ព្រីភ្លើងនេះគឺស័ក្តិសមជាមួយនឹងប្រទេសយើងមែនទែនដោយវា support ជាមួយនឹងចរន្តភ្លើងពី110 វ៉ុលរហូតដល់250 វ៉ុលអញ្ចឹងភ្លើងយើងភាគច្រើន220 វ៉ុលអញ្ចឹងគឺ support 100%ហើយបើសិនជាអ្នកនរគ្នាយកទៅប្រើការចន្លោះចរន្តភ្លើងប៉ុណ្ណឹងគឺយើងអាចប្រើបានល្អមែនទែនហើយពាក់ព័ន្ធនឹងការបញ្ជូនចរន្តថាមពលអគ្គិសនីរហូតដល់ 3000 វ៉ាត់នេះណាគឺស័ក្តិសមសម្រាប់ការប្រើប្រាស់ជាមួយនឹងឧបករណ៍ធំៗគ្រប់ប្រភេទទាំងអស់ហើយដែលសំខាន់ឲ្យតែអ្នកនរគ្នាប្រកាសថាពេលយើងប្រើប្រាស់គឺមិនលើស 3000 វ៉ាត់ហើយអ្វីដែលកាន់តែពិសេសទៀតនោះព្រីភ្លើងនេះបំពាក់មកជាមួយនឹងរុន USB Type A Type C ដែលអនុញ្ញាតឲ្យយើងអាចសាកជាមួយនឹងឧបករណ៍ដូចជាទូរស័ព្ទ power bank របស់យើងបានឲ្យតែប្រើប្រាស់ជាមួយនឹងប្រភេទ USB Type A Type C នេះហើយមិនត្រឹមតែប៉ុណ្្នឹងទេសម្រាប់រុន Type C Type A នេះគឺ support ជាមួយនឹងល្បឿនសាកល្បឿនលឿនទៀតរហូតដល់45 វ៉ាត់ដែល45 វ៉ាត់នេះបើយើងប្រៀបជាមួយនឹងច្រាំងសាកខ្លះត្រឹមតែ20 វ៉ាត់ឬក៏40 វ៉ាត់មិនដល់45 វ៉ាត់នេះផងអញ្ចឹងយើងទិញព្រីភ្លើងនេះគឺចំណេញមែនតើយើងអាចប្រើប្រាស់បានជាព្រីផងអាចប្រើជាដុំសាកផងហើយខ្ញុំសូមបញ្ជាក់ថាវាខុសពីព្រីភ្លើងមួយចំនួនដែលព្រីខ្លះបានបំពាក់មកជាមួយនឹង USB នេះដែរប៉ុន្តែសាកគឺអត់ឡើងទេហើយពេលសាកគឺវាក្តៅខ្លាំងហើយសាកអត់ឡើងទៀតប៉ុន្តែសម្រាប់ព្រីភ្លើងនេះមិនមែនត្រឹមតែសាកឡើងទេគឺសាកបានលឿនទៀតអញ្ចឹងចំណេញបែបនេះខ្ញុំពិតជា recommend ខ្លាំងមែនតើហើយខ្ញុំសូមបញ្ជាក់នឹងឲ្យកាន់តែទំនុកចិត្តសម្រាប់ព្រីភ្លើង model នេះគឺបានទទួលនៅ multiple safety protection ដោយបានបំពាក់មកនៅជាមួយនឹងស្តង់ដារបតង់សុវត្ថិភាពសំខាន់ៗដូចជា CE FCC Euro Standard កាត់ផ្ដាច់ចរន្តបុករក្សាស្ថិរភាពនៃការបញ្ជូនចរន្តភ្លើងការពារចរន្តតង់ឆុងខ្ពស់ការពារការឡើងកម្ដៅខ្លាំងអញ្ចឹងសម្រាប់ព្រីភ្លើងនេះគឺល្អខ្លាំងមែនតើហើយមកទៀតពាក់ព័ន្ធនឹងរុនវិញណាសម្រាប់រុននេះគឺយើងអាចប្រើប្រាស់បានជាមួយនឹងគ្រប់ប្រភេទឌុយមិនថាឌុយក្បាល2ក្បាល3ក្បាលជ្រុងក្បាល1ទេគឺយើងអាចប្រើប្រាស់បានទាំងអស់ហើយធន់ល្អទៀតអញ្ចឹងសម្រាប់បងដែលចាប់អារម្មណ៍ជាមួយនឹងព្រីភ្លើង model នេះណាបងអាចសាកសួរព័ត៌មានបន្ថែមឬក៏ចង់សួរតម្លៃអីអាចធ្វើការ inbox មកកាន់ page នេះឬក៏អញ្ជើញមកសារថាផ្ទាល់ដែលមានដាក់នៅក្នុង caption ខាងលើអរគុណជួបគ្នានៅវីដេអូក្រោយ